ជំរាបសួរបងប្អូនឥឡូវនេះម្សិលមិញសុភិណារីឥឡូវមកដល់ទេហើយថ្ងៃនេះយើងបានទៅយកឲ្យកុមារីរងគ្រូឲ្យយុ11ឆ្នាំប៉ុន្តែគាត់រងគ្រូហ្នឹងតាំងពីអាយុ9ឆ្នាំជាងហើយព្រោះមិញហ្នឹងទៅយកគាត់ហ្នឹងក៏ប្រដុកគ្រូដែរអារម្មណ៍ហ្នឹងឥឡូវចង់សួរណារីនវិញថាក្នុងនាមគាត់ជាអតីតជនរងគ្រូម្នាក់ដែរហើយថ្ងៃទី1ធ្វើការមួយម៉ាក់ពេលទៅដល់កន្លែងនោះគាត់ឯងមានអារម្មណ៍មិនដែរ ជាបងសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំក្នុងឈ្មោះលីណារីនអាយុ26ឆ្នាំខ្ញុំរស់នៅអង្គការរយៈពេល18ឆ្នាំហើយសប្តាហ៍នេះអ្នកសមាលីបានលើកចិត្តឲ្យកូនបានលើកផ្នែកចិត្តភាសាហើយកូនក៏សូមអរគុណម៉ាក់ដែលបាក់ដល់ឱកាសឲ្យកូនបានចូលធ្វើការនៅទីនេះហើយយ៉ាមិញលឿនណាត្រយហ្មងដល់មួយម៉ាក់លើកទី1មកប្រហែលសិនដល់មួយម៉ាក់លើកទី1មានអារម្មណ៍មិនដែរ និយាយត្រង់ទៅហើយពួកអីវារំថាមានអាតវយនេះថាធ្វើអីអត់តណាពួកអីម៉ាក់លឿនខ្លាំង ចឹងនិយាយដើមមួយម៉ាក់ប្រាប់ឲ្យឯងលឿនឡើងម៉ាក់សួរអារម្មណ៍ប្រមាញ់ពេលទៅដល់ផ្ទះក្មេងណាអារម្មណ៍ ចាម៉ាក់អារម្មណ៍របស់កូនពេលដែលកូនចូលដល់ដំបូងកូនមានអារម្មណ៍ថានៅពេលដែលកូនឃើញប្អូនកូនមានអារម្មណ៍ថាកូនសោកស្ដាយមែនតើដែលគាត់បានជួបរឿងបែបនេះហើយអ្វីដែលសំខាន់គឺពុកចង់តែធ្វើបាបគាត់វាពិតជាមានអារម្មណ៍ថាដុកដួលណាស់ដោយសារតែគាត់នៅក្មេងប៉ុន្តែគាត់ទទួលរងការលុបជំពានពីឪពុកគាត់ហើយមានថាសោកស្ដាយហើយនឹងអាណិតគាត់ ក្នុងនាមកូនជាកូនម្នាក់គាត់ស្រាប់រងខ្លួនឯងនេះគាត់មានពីអីផ្ដាំទៅនេះបដៃគ្រប់គ្នាដោយសារភាកច្រើនដោយថាឪពុកចង់ដែលថាមិនលោភកូនអីចឹងច្រើនតែម្ដាយកាន់ជើងឪពុកអីចឹងណាហើយកាន់ជើងមិនកាន់ជើងអីកាន់ជើងដោយសារគាត់ចង់ជាក់លុយធនាគារច្រើនគាត់ចង់ឲ្យប្តីមកជួយមករកលុយមកអីចឹងក្នុងនាមកូនជាជនរងគ្រោះម្នាក់កុំមានពីអីផ្ដាំទៅអ្នកម្ដាយគ្រប់គ្នា ចាម៉ាក់បើចំពោះកូនបើសិនជាកូនចង់ផ្ដែផ្ដាំដល់អ្នកផ្ដៅគ្រប់រូបដំបូងបើសិនជាកូនទទួលរងការរំលោភបំពានពីឪពុកសូមកុំមានការលាក់បាំងហើយសូមកុំនៅពេលដែលកូនប្រាប់សូមឲ្យជឿកូនហើយសូមឲ្យធ្វើអ្វីដែលត្រឹមត្រូវហើយមួយទៀតនៅពេលដែលគាត់ជួបបញ្ហាបែបហ្នឹងនៅដូចជាព្រឹកមិញអញ្ចឹងកូនឃើញអ្នកម្ដាយរបស់អូនដែលគាត់ទៅមកថ្មីអញ្ចឹងគាត់នៅពេលដែលគាត់និយាយថាគាត់ចង់សម្លាប់ខ្លួនដោយសារតែហេតុអីគាត់ជាពាក់បំណុលគេហើយប្តីរបស់គាត់ចូលគុកអញ្ចឹងគាត់ចង់ឲ្យប្តីរបស់គាត់ឆាប់ចេញពីពន្ធនាគារដើម្បីជួយគាត់អញ្ចឹងខ្ញុំចង់បញ្ជាក់ថាកន្លែងហ្នឹងខ្ញុំចង់ប្រាប់ពួកគាត់ថាទោះបីជាគាត់នៅខ្លួនមួយក៏ដោយប៉ុន្តែគាត់ត្រូវតែរឹងមាំពួកអីស្ត្រីរបស់យើងរឹងមាំខ្លាំងណាស់សប្តាហ៍ថ្ងៃខ្ញុំចង់ឲ្យគាត់គិតថាជីវិតរបស់គាត់មានតម្លៃហើយជីវិតរបស់គាត់ត្រូវតែរឹងប៉ឹងពោះគាត់មានកូនត្រូវចិញ្ចឹម ចាសំខាន់ជាងគេគាត់ត្រូវមានភារៈមួយគឺចិញ្ចឹមកូនអញ្ចឹងគាត់ត្រូវតែមើលថ